សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំនឹងបង្រៀនពីរបៀប model concrete beam អញ្ចឹងយើងចូលមក concrete យើងឃើញមានពាក្យ beam យើង double click លើវា2ដងយើងឃើញ profile របស់វា600គុណឲ្យ230អញ្ចឹងយើងចង់ដឹង600 230ហ្នឹងវាយ៉ាងម៉េចយើងចុចត្រី3នេះមកអញ្ចឹងយើងឃើញហើយ600 3 230អញ្ចឹងយើងដូរ3យើងដាក់300យើងដាក់600ដដែលអូខេ apply អូខេតទៅទៀតយើងមើលមក material អញ្ចឹងយើងចុចត្រី3មកយើងឃើញមាន material ច្រើនដែលយើងរើសអូខេអញ្ចឹងខ្ញុំរើស 40ដដែល apply អូខេតទៅទៀតយើងមើលមក cast unit អញ្ចឹង cast unit របស់យើងជាប្រភេទ cast in place អូខេអញ្ចឹងយើងចាប់ផ្ដើម model pick 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 អូខេអញ្ចឹងយើងបាន beam មកយើង select លើវាយើងអាចចង់ modify វាអញ្ចឹងយើងមើល on plan យើងអាចចូលមក right ចេញបែបនេះឬក៏ left ចេញបែបនេះអញ្ចឹងយើងចូលមក middle យើងចង់ model នៅ middle